ចឹងពាក់ព័ន្ធជាមួយនឹងធាតុទាំង5ខ្ញុំចង់សម្ដៅទៅលើពណ៌ដោយសារធាតុទាំង5ហ្នឹងធាតុនីមួយៗគឺតែងតែមានក្រុមពណ៌របស់ពួកវារៀងៗខ្លួនឧទាហរណ៍ថាពណ៌ធាតុទឹកគឺពាក់ព័ន្ធមួយពណ៌ខ្មៅពណ៌ខៀវពណ៌ទឹកសមុទ្រឬក៏ពណ៌កាប់ស្តាំងបងដែលត្រូវការធាតុទឹកប្រើប្រាស់ពណ៌បែបហ្នឹងទៅលើពណ៌សម្លៀកបំពាក់ពណ៌ឡានពណ៌យានយន្តឬក៏ពណ៌នៃបន្ទប់គេងរបស់គាត់ជាពិសេសកម្រាលពុករបស់គាត់ឬក៏ភួយរបស់គាត់ការដែលប្រើប្រាស់ពណ៌បែបហ្នឹងបើសិនជាយើងប្រើឲ្យជាប់រយៈពេលពីដែលយើងចាប់ផ្ដើមប្រើរហូតដល់3ឆ្នាំផលពេញរបស់វាគឺ3ឆ្នាំគឺយើងនឹងឃើញផលប្លែកហើយបាទហើយពាក់ព័ន្ធជាមួយនឹងបងដែលត្រូវការធាតុឈើគឺមានរួមមានពណ៌បៃតងពណ៌ទ្រូចេកពណ៌ទឹកសណ្ដែកឬក៏ពណ៌អាចសេះពណ៌ហ្នឹងគឺសិតតែប្រភេទក្រុមពណ៌ធាតុឈើបាទហើយពាក់ព័ន្ធជាមួយនឹងធាតុភ្លើងរួមមានពណ៌ក្រហមឈាមជ្រូកពណ៌ស៊ីចម្ពូពណ៌ស្វាយឬក៏ពណ៌ត្បែកព្រៃដែលឡែកបាទពណ៌ធាតុដីរួមមានពណ៌ទឹកក្រូចពណ៌លឿងពណ៌កាកអំពៅឬក៏ពណ៌ល្មៀតអាហ្នឹងសុទ្ធតែជាក្រុមប្រភេទពួកពណ៌ធាតុដីចុងក្រោយពណ៌ធាតុមាសរួមមានពណ៌ប្រផេះបែបភ្លឺរលោងឬក៏ពណ៌សពណ៌ផ្លាទីនឬក៏ពណ៌ទឹកមាសបាទអញ្ចឹងក្រុមពណ៌ទាំងអស់ហ្នឹងខ្ញុំជឿជាក់ថាបងដែលជាអតិថិជនរបស់ឬក៏អ្នកប្រើប្រាស់ app My Destiny វាសនាខ្ញុំគាត់ដឹងច្បាស់ហើយថាតើគួរប្រើប្រាស់ថ្ងៃណាប្រើពណ៌ណាថ្ងៃណាធ្វើបែបម៉េចហេងអញ្ចឹងណាបាទ